ខ្ញុំបានមកដល់ហើយនៅកន្លែងសាកសពរបស់បងស្រីដែលមានប្តីជាទេធាតុដែលកំពុងតែការពារនៅព្រំដែននៃតំបន់មុខ3នៃខេត្តព្រះវិហារហើយពេលនេះខ្ញុំបានមកដល់កន្លែងកើតហេតុផ្ទាល់ហើយកន្លែងសាកសពផ្ទាល់ហើយបងប្អូនពិតជាគួរឲ្យអាណោចអាធម៌មែនទែនបងប្អូនប្រិយមិត្តសូមបងប្អូនជួយធ្វើការ share និងចែករំលែកនៅព័ត៌មានមួយនេះអ្នកបងប្អូនប្រិយមិត្តហើយឃើញថាផ្ទះគាត់គឺទូចមែនទែនស្ទើរតែរលំទៅហើយអញ្ចឹងហើយមានតែបងប្អូនទេដែលអាចជួយតាមសភាចិត្តថ្លាតាមចិត្តរបស់បងប្អូនដែលអាចជួយទៅបានបងប្អូនបងប្អូនប្រិយមិត្តនេះយើងកំពុងតែស្ថិតនៅក្នុងស្រុកកំពង់ត្បែកខេត្តព្រៃវែងបងប្អូននៅជិតវត្តកសោបអកហើយបន្តិចទៀតយើងជួបជាមួយនឹងបងប្រុសដែលជាស្វាមីរបស់គាត់ដើម្បីសម្ភាសអំពីចង់ដឹងថាទុកលំបាករបស់គាត់យ៉ាងម៉េចហើយឃើញថាសប្បុរសជនជាច្រើនបានចូលរួមចែករំលែកនៅក្នុងកម្មវិធីបុណ្យសពរបស់បងស្រីផងដែរបងប្អូនប្រិយមិត្តឥឡូវនេះព្រះសង្ឃកំពុងតែនិមន្តសូត្រមន្តប្រពកិច្ចបងប្អូនអញ្ចឹងហើយខ្ញុំអត់អាចចូលទៅ live ខាងក្នុងនោះបានទេហើយបន្តិចទៀតខ្ញុំនឹងសូមបងប្រុសដែលជាស្វាមីរបស់គាត់ដើម្បីធ្វើការ live បងប្អូនដើម្បីធ្វើការ live ផ្ទាល់ដើម្បីសម្ភាសគាត់ចង់ដឹងថារឿងរ៉ាវអត់យ៉ាងម៉េចបងប្អូនសម័យមើលទៅពេលដែលកំពុងតែឈរជើងន័យថាកំពុងតែឈរជើងនៅឯព្រំដែនក្រឡេកមកមើលប្រពន្ធនេះវិញបែរជាស្លាប់ដាច់ខ្យល់បាត់បង់អាយុជីវិតទាំងដែលពុំទាន់បានលាគ្នាចុងក្រោយសំបីតែមួយម៉ាត់ទាំងដែលពុំទាន់បានលាគ្នាសំបីតែមួយម៉ាត់ជាលើកចុងក្រោយតើបើសិនជាបងប្អូននឹងមានអារម្មណ៍បែបណាដែរបើសិនជាបងប្អូនណាបងប្អូនប្រិយមិត្តខ្ញុំពិតជាអាណិតហើយសង្វេគគាត់ខ្លាំងមែនទែនខ្ញុំអត់រកអីប្រៀបផ្ទឹមបំបានទេបងប្អូនប្រិយមិត្តអញ្ចឹងសូមបងប្អូនប្រិយមិត្តជួយធ្វើការ share និង like ហើយបន្តិចទៀតនឹងជួបជាមួយនឹងខ្ញុំបាទសម្ភាសជាមួយនឹងបងប្រុសដែលជាស្វាមីរបស់បងស្រីផ្ទាល់តែម្ដងបងប្រុសគឺជាទាហានការពារព្រំដែននៅតំបន់មុំ3នៃខេត្តព្រះវិហារដែលបច្ចុប្បន្ននេះគឺកំពុងតែការពារនិងដើម្បីជៀសវាងនៅការចោទឈ្លានពានដើម្បីកុំឲ្យមានការឈ្លានពានបងប្អូនប្រិយមិត្តប៉ុន្តែយើងដោយឡែកឥឡូវនេះខ្ញុំកំពុងតែស្ថិតនៅក្នុងកម្មវិធីផ្ទាល់តែម្ដងបន្តិចទៀតយើងចាប់ជួបគាត់ផ្ទាល់សម្រាប់បងប្អូនដែលចង់ចូលរួមមានថាចូលរួមដើម្បីសប្បុរសទឹកចិត្តរបស់បងប្អូនណាដើម្បីចែករំលែកនៅក្នុងកម្មវិធីបុណ្យសពនេះបងប្អូនអាចចូលរួមចែករំលែកបានតាមរយៈខ្ញុំផ្ទាល់ក៏បានតាមរយៈគាត់ប្តីគាត់ផ្ទាល់ក៏បានដែរបងប្អូនប្រិយមិត្តទូទស្សនិកជនជាទីមេត្រីឥឡូវយើងមករតនាទៅគីបន្តិចបងប្អូនប្រិយមិត្តទូទស្សនិកជនជាទីមេត្រីយើងឃើញហើយផ្ទះគាត់មានគឺថាទូចមែនតើបងប្អូនហើយបើខ្យល់រលំទៅមិនដឹងថាយ៉ាងម៉េចទេនៅពីអ្នកកូនណាបងប្អូននៅជាមួយនឹងកូនប្តីទៅធ្វើជាកងទ័ពការពារព្រំដែននៅឯឆ្ងាយឯណោះមានថាចំណាក់ស្រុកទៅឆ្ងាយដើម្បីការពារមាតុភូមិជាតិយើងក្រឡេកមើលឯប្រពន្ធវិញបានដាច់ដង្ហើមគេថាដាច់ខ្យល់ស្លាប់ទាំងដែលពុំបានលាប្តីសំបីតែមួយម៉ាត់ទាំងដែលពុំទាន់បានលាប្តីសំបីតែមួយម៉ាត់តើបើសិនជាបងប្អូនវិញណាតើបងប្អូនឈឺសាកឈឺចិត្តប៉ុណ្ណាហើយខ្ញុំគ្មានអ្វីច្រើនទេគ្រាន់តែទទូចអំពីនីវជូនបងប្អូនអ្នកដែលមានទឹកចិត្តមានធនធានមេត្តាជួយឧបត្ថម្ភគាត់បន្តិចបន្តួចទៅបាទពីព្រោះថាមិនមែនជាការសម្ដែងទេហើយវាគឺជាការពិតមែននៅក្រៅខ្នងខ្ញុំនេះគឺជាផ្ទះរបស់គាត់ហើយបន្តិចទៀតយើងទៅសម្ភាសជាមួយនឹងអ៊ំដូចជាតាដែលអ្នកដែលគាត់នៅក្នុងភូមិនេះចង់ដឹងថាតើរឿងលំអិតយ៉ាងម៉េចឥឡូវនេះខ្ញុំឈរពងអាហារថ្ងៃខាក្តៅបងប្អូនដើម្បីខ្ញុំមកយករឿងលំអិតមកដល់ទីតាំងផ្ទាល់តែម្ដងបងប្អូនប្រិយមិត្តឥឡូវបងរតនាបងសូមសម្ភាសបងផ្ទាល់បន្តិចមុនពេលដែលគាត់ដាច់ដង្ហើមណាបងតើពេលហ្នឹងគាត់មានសួររកប្តីគាត់ទេបងគាត់អត់បានសួរទេពួកប្តីគាត់ទេមកគាត់បានជួបដែរគាត់និយាយអត់កើតគាត់លល់ដាំកគាត់គាត់និយាយគាត់លល់ដាំកគាត់ដឹងថាប្តីគាត់នឹងតាក់ទងមករាល់ថ្ងៃមកគាត់ហើយពេលដែលគាត់ស្លាប់ហ្នឹងពេលស្លាប់នៅមន្ទីរពេទ្យណាបងក្នុងពោះគាត់មានកូន7 ខែមែនដែរអត់បង7 ខែមានកូន7 ខែចាពិតជាគួរអត់ណោចណាបងហើយពេលហ្នឹងបងនៅគីគាត់ផ្ទាល់ឬមួយក៏យ៉ាងណាដែរខ្ញុំនៅជាប់ជាមួយផ្ទាល់តតែដាច់ខ្យល់នៅ3តកងហ្នឹងពេលមុននឹងគាត់ឈានចូលដល់ឈឺដំណាក់កាលធ្ងន់ចូលមន្ទីរពេទ្យហ្នឹងគាត់មានអាការៈយ៉ាងម៉េចឬមួយក៏គាត់មានអាការៈថាល្មមនឹងអាចមើលបានហើយគាត់គ្មានថវិកាដើម្បីមើលឬមួយក៏យ៉ាងណាត្រង់ហ្នឹងខ្ញុំអត់ដឹងដែរពីមុនមកប៉ុន្តែស្រាប់តែពេលនេះហ្នឹងលឺម្ដាយក្មេងហ្នឹងថាវាក្អួតយកទៅពេទ្យហ្នឹងក្អួតយកទៅពេទ្យនេះអត់ស្មានលុយប្តីនៅឆ្ងាយនោះចាដល់ពេលផ្ទះដែលបច្ចុប្បន្ននេះនឹងជាផ្ទះដែលគាត់រស់នៅសពថ្ងៃជាមួយនឹងកូនចាគាត់ពិតប្រកបមែនឬមួយក៏យ៉ាងណាពិតប្រកបផ្ទះហ្នឹងមិនមែនថាពេលដែលជួបរឿងបែបហ្នឹងហើយមកធ្វើអញ្ចឹងអត់មែនទេអត់មែនទេនេះជាផ្ទះបងអូនខ្ញុំពិតប្រកបមែនបញ្ជាក់ជូនមហាជនឲ្យគាត់បានជ្រាបកុំឲ្យគាត់ថាពួកអីសម័យនេះគឺវាសម្បូរជូនដល់ឆ្លៀតអាកាសចាអត់ទេខ្ញុំនិយាយការពិតនេះជាផ្ទះគាត់មែនគាត់ពិបាកណាស់រាល់ថ្ងៃគាត់ប្តីធ្វើការនៅឆ្ងាយហើយកូនដល់តែ4នាក់ទៅក្នុងពោះ4នាក់ទៅក្នុងពោះចាហើយកូនគាត់ទាំងអស់ហ្នឹងមានធំជាងគេអាយុប្រហែលហើយធំជាងគេអាយុ14 ឆ្នាំហើយ14 15 ឆ្នាំហើយនេះទី2នេះហើយទូជាងគេនេះកូននៅទូចណាបងប្អូនប្រិយមិត្តឃើញហើយយើងពិតជាគួរឲ្យសង្វេគអ្វីដែលគួរឲ្យសង្វេគនោះ
ពេលដែលឈឺមានថាគ្មានថវិកានៅក្នុងការព្យាបាលខ្លួនទី1ប្តីកំពុងតែធ្វើជាតាហ៊ានការពារមាតុភូមិយើងនៅឯជើងដៃណែនោះតំបន់ព្រះវិហារនៃតំបន់មុខ3បងប្អូនដឹងស្រាប់ហើយបច្ចុប្បន្ននេះកំពុងតែមានហេតុការណ៍អីហើយឥឡូវនេះប្តីគាត់បានត្រឡប់មកដល់គេហដ្ឋានដល់កន្លែងសាកសពរបស់ប្រពន្ធហើយគាត់នៅតែយំអត់ឈប់ទេបងប្អូនយំអត់ឈប់ទេហើយខ្ញុំជំរាបបងស្រីដោយសារតែបងស្រីគាត់នៅគីផ្ទាល់ជាមួយនឹងបងស្រីដែលជាអ្នកស្លាប់នឹងផ្ទាល់តែម្ដងមុននឹងដាច់ដង្ហើមជាចុងក្រោយគាត់មានបានផ្ដាំផ្ញើអីដល់បងអត់គាត់គ្រាន់តែនិយាយថាគាត់បារម្ភពីកូនគាត់ថាកូនគាត់យូអ៊ីនៅនោះដល់យ៉ាងម៉េចទេហើយខ្ញុំថាអូនឯងកុំអាចគិតពីកូនអូនឯងគិតពីសុខភាពខ្លួនឯងសិនប្រឹងហូបឲ្យមានកម្លាំងហើយវាក៏ឈប់និយាយទៅគ្នានិយាយលល់ដាក់កូនហ្នឹងចាបងមើលទៅសម្រាប់ចិត្តបងណាបងឃើញគាត់ទៅទីអីមួយបងចដោមួយប្តីវាបងសង្វ័យចិត្តអត់បងពេលឃើញប្អូនស្លាប់នៅនឹងភ្នែកទាំងតែគ្មានថវិកានៅនឹងខ្លួនខ្ញុំពិបាកចិត្តខ្ញុំគ្រាន់តែឃើញភ្លាមខ្ញុំហូរទឹកភ្នែកភ្លាមហើយមិនឲ្យប្អូនឃើញទេកុំឲ្យវាពិបាកចិត្តទៀតខ្ញុំទឹកចិត្តហូរទឹកភ្នែកក្រៅខ្នងវាឲ្យខ្ញុំគ្រាវាហ្នឹងករណីដែលគាត់ស្លាប់ហ្នឹងមិនមែនតាក់ទងជាមួយនឹងការជំរុះកូនឬមួយក៏តាក់ទងជាមួយនឹងការលេបថ្នាំអីខុសទេណាបងអត់ទេគឺចាញ់មកគាត់ហត់ហ្មងគាត់ប្រាប់ថាហត់ណាស់ដើមទ្រូងចុះពេទ្យគេមានបានប្រាប់ទេថាមូលហេតុអីដែលគាត់ស្លាប់ហ្នឹងមកពីដំណើរដើមតងយ៉ាងម៉េចហើយជំងឺអីគាត់ឲ្យច្បាស់ទើបគាត់ឈានដល់ការស្លាប់នេះអាហ្នឹងខ្ញុំអត់ដឹងទេព្រោះអីខ្ញុំអត់បានជួបមួយពេទ្យហ្នឹងខ្ញុំនៅតែជាមួយអ្នកជំងឺទេបាទបងប្អូនប្រិយមិត្តខ្ញុំសូមបញ្ជាក់បងប្អូនថារឿងនេះមិនមែនជារឿងសម្ដែងដើម្បីចង់បានលេខចង់បានshareចង់បានថវិកាពីបងប្អូនដែលសប្បុរសជនចូលរួមចែករំលែកទុកនោះទេរឿងនេះគឺជារឿងពិតបើសិនជាបងប្អូនជាគាត់បងប្អូនជួបបងប្អូននឹងដឹងថាវាលំបាកប៉ុណ្ណាបងប្អូនជួបបងប្អូននឹងដឹងថាលំបាកប៉ុណ្ណាឥឡូវនេះមេនកំពុងតែដំឡើងហើយបងប្រុសដែលជាប្តីនៅយំមិនទាន់បាត់ដល់ឡើយទេសួរថាបើសិនជាបងប្អូនអារម្មណ៍ជាប្តីប្រពន្ធបាត់បង់អាយុជីវិតស្លាប់ដាច់ខ្យល់ទៅបាត់ពុំបានលាប្តីសំបីតែប្រមាត់តើបងប្អូនមានអារម្មណ៍បែបណានេះខ្ញុំសូមសួរបងប្អូនឥឡូវនេះខ្ញុំសុភាជាមួយបងហើយខិតក្រោយទៀតបងអាចមានពេលឲ្យបងប្អូនសុភាបងតិចបានទេបងនិយាយដល់ចេញពីចិត្តបងតែម្ដងអារម្មណ៍បងពេលដែលបងកំពុងតែឈរជើងមានន័យថាបងកំពុងតែឈរជើងនៅឯព្រំដែននៅកន្លែងដែលបងធ្វើការនេះឮដំណឹងថាប្រពន្ធបងដាច់ខ្យល់ស្លាប់ពេលហ្នឹងបងមានអារម្មណ៍បែបណានៅក្នុងចិត្តបងអន្ទះសារបែបណាបងខ្ញុំពេលនោះខ្ញុំរកវិញនិយាយបានគឺទួនដៃទួនជើងមកហើយគឺខ្ញុំទួនដៃទួនជើងតែម្ដងព្រោះពីព្រឹកខ្ញុំទៅស៊ូគាត់តាមវីដេអូខលឬថាគាត់បានធូរខ្ញុំសប្បាយចិត្តខ្ញុំធ្វើការបន្តដល់ពេលឮថាពេលថ្ងៃឡើងថាពេទ្យគេបញ្ជូនខ្ញុំអស់ស្មារតីលេងហើយខ្ញុំសួរអារម្មណ៍បងជាមនុស្សប្រុសដូចគ្នាទី1ប្រពន្ធទី2ការងារបេសកកម្មនៅឯជួរព្រំដែនរវាងពីរហ្នឹងបងបែងចែកដាច់អត់ពេលដែលឮថាប្រពន្ធបងដាច់ខ្យល់ស្លាប់ភ្លាមៗមកបងរវាងទាំងពីរនេះខ្ញុំពិបាកនឹងបែងចែកណាស់ទី1សមរភូមិមុខពេលហ្នឹងយើងកំពុងតែមានបញ្ហាចឹងប្រទេសជាតិត្រូវការពួកខ្ញុំទាំងអស់ដើម្បីការពារទឹកដីមាតុភូមិរបស់យើងតែដល់ចៃដន្យពេលនេះប្រពន្ធខ្ញុំគាត់មកបាត់បង់ជីវិតនៅចំពេលដែលខ្ញុំបំពេញបេសកកម្មខ្ញុំនឹងពិបាកទទួលយកបានទាំងពីរមិនអាចទទួលយកបានទាំងពីរបាទហើយបងខ្ញុំសុំសួរបងមួយចំនួនទៀតតើតើជាមួយកូនបងដែលនៅសល់តើពេលដែលបងទៅបំពេញបេសកកម្មនៅឯព្រំដែនវិញតើកូនរបស់បងបានអ្នកណាមើលថែរក្សានៅពេលដែលបងទៅធ្វើការវិញគឺខ្ញុំຕົកនៅនឹងយាយនឹងតានឹងឪពុកនៅចិត្តខាងនៅទីនេះនៅទីហ្នឹងតែបាទ